សុំទុកផងតើលោកអាចទុកពេលខ្ញុំពីថ្ងៃទៀតតើបានទេឯងនិយាយបែបនេះ2 ខែមកហើយណាបើសិនជាគ្មានលុយឲ្យយើង2 ថ្ងៃទៀតរើបានចេញបងមើលទៅថ្ងៃណាក៏គេមកសម្លុតទាបប្រាក់ដែរអូនណាជឿបងទៅអាជីវកម្មមួយនេះបងគិតថានឹងដំណើរការឆាប់នេះហើយជប់ការលំបាកបងប្អូនមកទាំងនោះតែពួកគេតំណាក់អស់ហើយប្រហែលជាពួកគេរវល់ហើយពួកគេក៏មានអាជីវកម្មរបស់ពួកគេដែរតែមានពេលវេលាណាមកទៅពេលនេះបងធ្លាក់ខ្លួនពួកគេសុទ្ធតែជាតកែធំមិនមកខ្វល់ជាមួយនឹងបងទេថកែយូទៀនបងដងហេតុអីអ្នកទាំងពីរមកទីនេះពួកយើងឃ្លានទៅមកញ៉ាំអីមិនក៏រៀបចំអវ៉ាន់ទុកហើយអូខ្ញុំត្រៀមនឹងរៀបចំអវ៉ាន់ទៅផ្ទះវិញគុំនិយាយច្រើនរៀបចំអាហារមកណាមកចូលអង្គុយខាងក្នុងសិនមកអូនណាឆាប់ទៅធ្វើម្ហូប2-3មុខមកបងប្រុសកុំប្រកាន់នឹងប្រពន្ធខ្ញុំអីប្រហែលថ្ងៃនេះមានអារម្មណ៍មិនល្អទេមើលគេចោះធ្វើដូចពួកយើងចិត្តចង្អៀតចឹងអាឈីតើកំពុងជួបការលំបាកអីមែនទេនឹងតើខ្ញុំអញមានការលំបាកអីទៅបើសិនជាមានរឿងអីកុំលាក់បាំងនឹងពួកយើងអាយ៉ាមិនមានអីទេអង្គុយសិនចុះខ្ញុំទៅមើលម្ហូបសិនមកហូបមកដល់ហើយថ្ងៃនេះយើងទៅ3នាក់ផឹកស្រានេះទៅបោះទៀននេះស្រ័យទៅនេះគឺជាស្រាយៀនសិនស្រានេះល្អណាស់សម្រាប់ពួកយើងហើយនឹងទីស្រានេះគឺមានគ្រឿងផ្សំល្អណាស់ហើយរសជាតិវាគឺពិសេសទៀតផងតោះពួកយើងសាប់បន្តិចទៅតំណែងផឹកដល់លេនេះបើផឹកហើយពួកយើងត្រឡប់ទៅវិញទៅប្រញាប់ទៅវិញមែននៅយំតិចទៅពួកយើងត្រូវធ្វើការនៅក្រុមហ៊ុនទៀតបើអញ្ចឹងថ្ងៃក្រោយចាំពួកយើងអសាមលីទៀតបានពួកបងក៏អាចមកលេងបាក់ក្រពីបើបងប្រញាប់ផងមិនអីទេទៅសិនហើយបងកំពុងមើលអីមករៀបចំទេបងប្អូនបងមិនមែនមកលើកទឹកចិត្តទេមកញ៉ាំផឹកដោយមិនគិតថ្លៃមិនអីទេរៀបចំបានទូទៅពួកគាត់ភ្លេចរបស់ហើយបងយកឲ្យគាត់សិនបងចាំបន្តិចសិនមានអីបងយករបស់នេះឲ្យគាត់សិនមកវិញមកតើមានអីមែនទេនៅក្នុងនោះគឺមានលុយ20,000សម្រាប់ឯងពួកយើងគឺបានដឹងថាឯងកំពុងតែជួបការលំបាកមានរឿងអីក៏ដោយបងប្អូនយើងគឺមិនឈរមើលទេជួបបញ្ហាកំបាក់ទឹកចិត្តត្រូវចាំថានៅមានបងប្អូនយើងទៀតឈប់សិនលុយក្នុងកាបូបនេះមានន័យថាម៉េចទៅនេះសម្រាប់អាហារនៅថ្ងៃអនាគត